មហាសតបដ្ឋានសូត្រទី9ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានព្រះភិក្ខទ្រង់គង់នៅក្នុងកម្មាសត្យមនិគមរបស់អ្នកកុរៈក្នុងដែនកុរៈកាលព្រះមានព្រះភិក្ខទ្រង់គង់នៅក្នុងកម្មាសត្យមនិគមនោះឯងបានត្រាស់ហៅភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភិក្ខថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះមានព្រះភិក្ខទ្រង់ត្រាស់យ៉ាងនេះថាមនាលភិក្ខុទាំងឡាយផ្លូវគឺសតបដ្ឋានទាំង4នេះជាផ្លូវមូលតែមួយប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយដើម្បីលះបង់នៅសេចក្តីសោកនិងសេចក្តីខ្សឹកខ្សួលដើម្បីរំលត់បង់នៅទុក្ខនិងទោមនស្សដើម្បីបាននៅអរិយមគ្គប្រកបដោយអង្គ8ប្រការដើម្បីធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វានសតបដ្ឋានទាំង4តើអ្វីខ្លះមនាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះពិចារណាឃើញនៅកាយក្នុងកាយជាប្រក្រតីគ្រប់ឥរិយាបថទាំង4មានព្យាយាមជាគ្រឿងដុតកម្ដៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីជាគ្រឿងកំណត់កំចាត់បង់នៅអភិជ្ជានិងទោមនស្សក្នុងលោកចេញមួយពិចារណាឃើញនៅវេទនាក្នុងវេទនាទាំងឡាយជាប្រក្រតីគ្រប់ឥរិយាបថទាំង4មានព្យាយាមជាគ្រឿងដុតកម្ដៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីជាគ្រឿងកំណត់កំចាត់បង់នៅអភិជ្ជានិងទោមនស្សក្នុងលោកចេញមួយពិចារណាឃើញនៅចិត្តក្នុងចិត្តជាប្រក្រតីគ្រប់ឥរិយាបថទាំង4មានព្យាយាមជាគ្រឿងដុតកម្ដៅនៅកិលេសជាអ្នកដឹងខ្លួន